មូលសក់រួញធម្មជាតិដែលមិនចាំបាច់ប្រើម៉ាស៊ីនមូលសក់ដែលមានកម្ដៅក្តៅដែលធ្វើឲ្យប៉ះពាល់ដល់សរសៃសក់ហើយនេះគឺជាបូអេប៉ុងមូលសក់ដែលយើងអាចប្រើជំនួសម៉ាស៊ីនមូលសក់ដែលមានកម្ដៅក្តៅបានជាដំបូងយើងត្រូវយកអេប៉ុងមូលសក់យកមកដាក់នៅលើសក់យើងហើយយកដង្កៀបមកចាប់ដើម្បីរក្សាលំនឹងអេប៉ុងមូលសក់បន្ទាប់មកយើងចាប់សក់យើងម្ដងបន្តិចយកមកមូលរហូតដល់អស់សក់ហើយយើងអត់ចាំបាច់ទុកឲ្យសល់កតុយសក់អីទេគឺយើងមូលឲ្យអស់សក់យើងមកអ្នកទាំងអស់គ្នាធ្វើអញ្ចឹងទុករយៈពេលមួយយប់ទល់ភ្លឺក៏បាន2ទៅ3ម៉ោងក៏បានស្រ័យទៅលើអ្នកទាំងអស់គ្នាចង់បានរួញតិចរួញខ្លាំងបន្ទាប់ពីមូលសក់អស់ហើយយើងយកបួងចងសក់យើងហ្នឹងមកចងផ្អោបអញ្ចឹងមកដើម្បីធ្វើឲ្យសក់យើងរួញចប់ភ្លីបានយូរគឺយើងកក់សក់ឲ្យស្អាតហើយផ្លុំសក់ឲ្យស្ងួតត្រឹម 80% ហើយអត់ចាំបាច់លាបសេរ៉ូមសក់អីទេអញ្ចឹងកំឡុងពេលចាំឲ្យសក់យើងរួញហ្នឹងយើងអាចមកលាបលេផាត់មុខឬក៏ផ្លាស់ប្ដូរសម្លៀកបំពាក់សិនទៅហើយសក់ខ្ញុំនេះខ្ញុំទុកតែរយៈពេល1ម៉ោងទេយើងដោះឲ្យប៉ុងចេញហើយយើងយកដៃមកសិតសក់យើងអញ្ចឹងឬក៏យើងអាចយកក្រាស់ដែលមានធ្មេញវល់ធំហ្នឹងយកមកសិតដើម្បីឲ្យចេញភ្លីសក់បើចង់ឲ្យជាប់ភ្លីរួញបានយូរយើងអាចរមូលវាទុកពីយប់ទៅព្រឹកឡើងយើងគ្រាន់តែថែម spray សក់រឹងទៅវានឹងជាប់បានយូរខ្លាំងហើយនេះជារីសាសក់របស់ខ្ញុំថ្ងៃហ្នឹង I want you to stay ខ្ញុំបានដាក់ឲ្យបងមូលសក់ហ្នឹងរយៈពេល1ម៉ោងជាងហើយអញ្ចឹងដល់សក់ខ្ញុំក៏តន់អានិយាយដែរនឹងខ្លួនបែបធម្មជាតិអញ្ចឹងខ្ញុំស្លាញ់អញ្ចឹងហ្មងអត់ស្លាញ់រួចពេកឲ្យភ្លីនៅស្អាតធ្វើសក់តែណាស់អាហ្នឹងយកហើយណា